ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបខគោឲ្យមានរសជាតិឆ្ងាញ់សម្រាប់មុខម្ហូបនេះដែរយើងអាចយកទៅញ៉ាំជាមួយនំប៉័ងជាមួយគុយទាវឬក៏ជាមួយមីតាមចំណូលចិត្តរបស់បងប្អូនសម្រាប់គ្រឿងផ្សំមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមឈើអែមនិងផ្កាច័ន្ទបន្ទាប់មកយើងមានម្ទេសឆាទឹកដោះគោខាប់ស្ករក្រហមជាមួយនឹងប្រេងខ្យងដើម្បីឲ្យម្ហូបយើងកាន់តែមានរសជាតិឆ្ងាញ់នាងខ្ញុំបន្ថែមទឹកដូងចំនួន1ផ្លែទៀតបន្ទាប់មកគ្រឿងផ្សំដែលមិនអាចបំភ្លេចបានគឺគ្រឿងខគោតោះទៅមើលវិធីធ្វើទាំងអស់គ្នាដំបូងនាងខ្ញុំយកការ៉ុតចំនួន1ផ្លែសម្រាប់ការ៉ុតនេះដែរនាងខ្ញុំយកវាមកធ្វើជាបន្លែបន្ទាប់មកនាងខ្ញុំហាន់គល់ស្លឹកគ្រៃសម្រាប់គល់ស្លឹកគ្រៃនេះដែរនាងខ្ញុំអត់ហាន់ជាប្រទះស្ដើងទេខ្ញុំហាន់ជាកង់បន្ទាប់មកយើងហាន់រំដេងចំណែករំដេងនេះនាងខ្ញុំហាន់ជាបន្ទះស្ដើងឥឡូវគ្រឿងយើងបានហាន់រួចហើយយើងទុកវាមួយដុំសិនយើងទៅហាន់ខ្ទឹមក្រហមចំណែកខ្ទឹមក្រហមនាងខ្ញុំយកវា3ដុំយើងមកហាន់ជាបន្ទះស្ដើងហើយយើងចិញ្ច្រាំវាឲ្យម៉ដ្ឋខ្ទឹមសនិងខ្ទឹមក្រហមយើងចិញ្ច្រាំឲ្យម៉ដ្ឋដូចគ្នាបន្ទាប់មកនាងខ្ញុំយកផ្កាច័ន្ទនិងឈើអែមសម្រាប់ផ្កាច័ន្ទនិងឈើអែមមុននឹងយកទៅស្លនាងខ្ញុំលីងអត់ដាក់ខ្លាញ់ទេបងប្អូនលីងធម្មតាប៉ុន្តែយើងលីងឲ្យរាងយូរឲ្យមានក្លិនឈ្ងុយដើម្បីឲ្យសម្លយើងមានក្លិនកាន់តែឈ្ងុយហើយដួសវាដាក់មួយឡែកសិនចាប់ផ្ដើមចាក់ប្រេងឆាចូលបំពងខ្ទឹមសចំណែកខ្ទឹមសខ្ញុំបំពងវាឲ្យរាងក្រហមបន្តិចបានយើងដាក់ខ្ទឹមក្រហមចូលខ្ទឹមសខ្ទឹមក្រហមយើងបំពងចូលគ្នាឲ្យឡើងក្រហមឲ្យមានក្លិនឈ្ងុយបន្តិចមកដាក់ម្ទេសឆ្អើរចូលម្ទេសឆ្អើរនិងស្ករក្រហមយើងដាក់ចូលគ្នាទៅហើយកូរវាឲ្យឡើងក្រហមមកចាប់ផ្ដើមចាក់គ្រឿងដែលយើងផ្សំហើយមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចមកដាក់ឲ្យកូរឲ្យឡើងឈ្ងុយមកបន្ទាប់មកចាប់ផ្ដើមចាក់សាច់វាកូរវាឲ្យសព្វចូលគ្នាទៅបងប្អូនសម្រាប់សាច់នេះដែរយើងរងាស់វាឲ្យដាច់ទឹកព្រៃបងប្អូនរងាស់វាឲ្យយូរឲ្យដាច់ទឹកព្រៃតិចមកកុំឲ្យមានក្លិនឆ្អាបបើសិនជាយើងទុកនៅទឹកព្រៃវាសម្លយើងមានក្លិនឆ្អាបអញ្ចឹងយើងរងាស់រៀងយូរឲ្យសាច់រៀងផុយបន្តិចមកបងប្អូនឥឡូវសាច់របស់យើងបានស្ងួតទឹកព្រៃហើយបន្ទាប់មកខ្ញុំចាក់គ្រឿងខគោចូលសម្រាប់គ្រឿងខគោនេះដែរនាងខ្ញុំដាក់មួយកញ្ចប់តូចដាក់គ្រឿងខគោចូលរួចហើយយើងកូរវាឲ្យចូលជាតិគ្នាបងប្អូនកូរវាយូរឲ្យសាច់ចូលជាតិគ្នាឲ្យសាច់យើងកាន់តែផុយល្អរួចហើយដាក់ប៊ីចេងបន្តិចទឹកត្រីបន្តិចម្សៅរ៉ូឌីនិងទឹកប្រេងខ្យងដើម្បីឲ្យសម្លយើងមានរសជាតិកាន់តែឆ្ងាញ់
ឥឡូវយើងចាប់ផ្ដើមចាក់ទឹកចំណែកទឹកនាងខ្ញុំចាក់ទឹកដូងចំនួន1ផ្លែទឹកដូងហើយបន្ទាប់មកនាងខ្ញុំចាក់ទឹកក្តៅនាងខ្ញុំចាក់ចំនួន2លីត្របងប្អូនពីព្រោះសម្លនេះខ្ញុំយកទៅហូបជាមួយមីនិងគុយទាវអញ្ចឹងនាងខ្ញុំចង់បានរាងទឹកបន្តិចដាក់ទឹករួចហើយយើងធ្វើការរងាស់វាបងប្អូនយើងរងាស់វារយៈពេល1ម៉ោងទៅដើម្បីឲ្យសម្លយើងមានរសជាតិឆ្ងាញ់ហើយសាច់ក៏ផុយល្អបងប្អូនឥឡូវសម្លយើងបានឆ្អិនហើយសូមអរគុណបងប្អូនដែលចូលមើលវីដេអូនាងខ្ញុំពីដើមដល់ចប់សូមចុច Subscribe ឬចុចរូបកណ្ដឹងម្នាក់មួយផងបងប្អូនសូមអរគុណ